គំនិតសំខាន់ទាំង5ដែលជួយអ្នកក្នុងការបើកអាជីវកម្មការបើកអាជីវកម្មមិនមែនជារឿងដែលយើងគិតថាចង់ធ្វើហើយធ្វើភ្លាមដោយមិនមានការរៀបចំដ៏ត្រឹមត្រូវមួយនោះទេអាជីវកម្មនីមួយអាចនិយាយបានថាសុទ្ធតែចាប់ផ្ដើមតាមរបៀបនិងលក្ខខណ្ឌខុសគ្នាប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ណាមួយដែលពិភាក្សាអំពីចំណុចជាក់លាក់ក្នុងការបង្កើតអាជីវកម្មនោះទេយ៉ាងណាមិញបើទោះមិនមានអំណាងច្បាស់លាស់ក៏ដោយក៏ម្ចាស់អាជីវកម្មនិងសហគ្រិនជោគជ័យមួយចំនួនបានបង្ហាញពីបទពិសោធន៍ដែលមានប្រយោជន៍ជាច្រើននិងហូរហែតាមរយៈវគ្គសិក្សាក៏ដូចជាការចែករំលែកជាសាធារណៈផងដែរក្នុងអត្ថបទនេះយើងនឹងធ្វើការសង្ខេបនៅមេរៀនល្អទាំងនោះតាមការបកស្រាយចំណុចទាំង5ខាងក្រោមត្រូវមានចក្ខុវិស័យច្បាស់លាស់មួយមុនចាប់ផ្ដើមអាជីវកម្មមួយអ្នកអាចសួរខ្លួនឯងថាហេតុអ្វីបានជាចង់បើកអាជីវកម្មប្រភេទហ្នឹងតើអនាគតទៅអាជីវកម្មនេះអាចនឹងដើរដល់ចំណុចណាមានឧបសគ្គអ្វីខ្លះហើយអ្នកអាចដោះស្រាយវាបានតាមវិធីណាខ្លះក្រៅពីនេះអ្នកត្រូវកំណត់គោលដៅឲ្យជាក់លាក់ទាក់ទងនឹងប្រាក់ចំណូលនិងអតិថិជនគោលដៅក្នុងរយៈពេលណាមួយឧទាហរណ៍ការទទួលបានអតិថិជន100នាក់ក្នុងមួយខែនិងរកចំណូលបានយ៉ាងហោចណាស់$700ក្នុងមួយខែសិក្សាពីប្រភេទអតិថិជនក្នុងន័យនេះគឺសំដៅដល់តើនរណាដែលជាអតិថិជនគោលដៅរបស់អ្នកអាចជាកូនក្មេងយុវវ័យឬមនុស្សចាស់និងទីតាំងដែលពួកគាត់រស់នៅជាដើមដើម្បីងាយស្រួលកំណត់គុណតម្លៃផលិតផលឲ្យសមស្របនឹងអតិថិជនទាំងតម្លៃនិងគុណភាពជាពិសេសអ្នកអាចធ្វើឲ្យផលិតផលនោះកាន់តែទាក់ទាញជាមួយនឹងគំនិតច្នៃប្រឌិតឲ្យត្រូវនឹងបញ្ហារបស់អតិថិជនផងដែរសាកល្បងផលិតផលឬសេវាកម្មរបស់អ្នកដើម្បីដឹងថាផលិតផលឬសេវាកម្មរបស់អ្នកអាចលក់ចេញបានច្រើនឬអត់ក្រៅពីការកំណត់គុណតម្លៃឲ្យសមស្របនឹងអតិថិជនដែលជាគោលដៅសម្រាប់អាជីវកម្មរបស់អ្នកហើយនោះគឺការសាកល្បងផលិតផលឬសេវាកម្មនៃអាជីវកម្មថាតើអតិថិជននឹងពេញចិត្តកម្រិតណាលើផលិតផលដែលអ្នកចង់លក់ចេញទៅឲ្យពួកគាត់អ្នកអាចធ្វើជាផលិតផលបែបគំរូ sample ដែលមានទំហំតូចនិងបរិមាណតិចហើយឲ្យពួកគាត់សាកល្បងប្រើជាមុនសិនមុននឹងបញ្ចេញលក់ជាផ្លូវការដើម្បីវិភាគមើលថាមានមនុស្សច្រើនឬអត់ដែលចូលចិត្តប្រើផលិតផលទាំងនោះកំណត់តម្លៃការកំណត់តម្លៃគឺត្រូវប្រាកដថាអ្នកចេះថ្លឹងថ្លែងតម្លៃនោះដោយផ្អែកលើគុណភាពផលិតផលឲ្យសមស្របទៅនឹងការចំណាយជាមធ្យមរបស់អតិថិជនគោលដៅមួយវិញទៀតអ្នកត្រូវគិតគូរអំពីការប្រកួតប្រជែងតម្លៃជាមួយដៃគូប្រកួតប្រជែងផងដែរដើម្បីធ្វើយ៉ាង